ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញអំពីសកម្មភាពដែលខ្ញុំបានធ្វើម្ហូបមួយមុខគឺខត្រីរៀលមុននឹងដាក់ខខ្ញុំប្រើឆ្នាំងមួយរៀបអំពៅម្នាស់និងប៉េងប៉ោះបន្ទាប់មករៀបត្រីទុកម្លាយសិនអធិប្បាយចេញមកស្លូតៗឲ្យធ្វើដោយខ្លួនឯងនឹងមេចុងភៅមកបរៀនបងប្អូនចឹងនេះតាមពិតម្ហូបមួយមុខនឹងស្ត្រីមេផ្ទះទាំងអស់អ្នកណាក៏ចេះធ្វើដែរជប់រៀបរាប់ឲ្យបងប្អូននៅវីដេអូរត់លឿនណាស់តោះមកមើលពីរបៀបខរបស់ខ្ញុំវិញដំបូងគឺខ្ញុំកូរស្ករត្នោតឲ្យបង់គ្រឿងដូចយើងខសាច់អញ្ចឹងប៊ីចេងស្ករអំបិលខ្ញីហើយនឹងម្រេចមកគឺខ្ញុំប្រើទឹកក្តៅបងប្អូនទឹកក្តៅដាំពុះនឹងចាក់ចូលជាមួយនឹងទឹកខរបស់យើងនឹងឲ្យវាពុះខែមកហើយខគ្រឿងដែលធ្វើឲ្យកាន់តែឈ្ងុយនោះណាទឹកត្រីនិងខ្ទឹមសកុំឲ្យភ្លេចបន្ទាប់មកក៏យកទឹកខរបស់យើងនឹងចាក់ខុចនៅលើត្រីដែលយើងបានត្រៀមទុកហើយជាស្រេចទៅហើយបើចង់ផុយឆ្អឹងណាយកវាទៅតាទៅលើចង្ក្រានរំងាស់វា3 4ម៉ោងទៅបានហូបហើយបងប្អូនអើយផុយឆ្អឹងហើយរសជាតិឆ្ងាញ់ទៀតឥឡូវខរបស់យើងផុយឆ្អឹងរួចរាល់ហើយទំនងទេបងប្អូន